តទៅនឹង waterfall ម្ដែលបែបថ្មីខាងយើងវិញចំពោះឈុតមកទទួលបាននៅម៉ាស៊ីនមួយកាបូបដាក់តាមខ្លួនមួយក្បាលការបាញ់រហូតដល់10ខ្សែសាកហើយនឹងក្រាស់ណែនាំពីរបៀបប្រើប្រាស់ទៅតាមប្រភេទ waterfall មកខាងយើងតទៅនឹង function របស់ម៉ាស៊ីននេះវិញគឺនេះគឺជារុនសាកថ្មមុនយើងប្រើប្រាស់គឺធ្វើការសាកថ្មរយៈពេល2ម៉ោងទៅ2ម៉ោងកន្លះមុនយើងប្រើប្រាស់ការកាន់ថ្មវិញយើងអាចកាន់ថ្មបានរយៈពេលពី2សប្តាហ៍កន្លះរហូតដល់5សប្តាហ៍មុននឹងយើងប្រើប្រាស់គឺយើងពេលសាកថ្មហើយយើងអាចធ្វើការញុកឆ្នុកពេញការពីជំរាបទឹកនេះគឺជាកន្លែងយើងធ្វើការដាក់ទឹកគឺយើងអាចធ្វើការដាក់ទឹកបានពេលដាក់ទឹកពេញគឺយើងអាចធ្វើការបិទបានតទៅនឹង function feature របស់ម៉ាស៊ីនយើងវិញហើយនេះគឺជាប៊ូតុង power ហើយនេះគឺជាយើងអាចសេរីកម្លាំងខ្លាំងខ្សោយបានរហូតដល់5ក្រិតចឹងទៅមួយវិញទៀតបើសិនជាបងប្អូនចង់ដោះលាងបងប្អូនអាចគ្រាន់ថាដោះទាញយើងគ្រាន់តែទាញម៉ាស៊ីននេះចេញពីគ្របទឹកមកហើយយើងកាច់ទៅមុខគឺយើងអាចធ្វើការដោះបានដែរតទៅនឹងប្រភេទក្បាលទូទៅដែលយើងអាចធ្វើការបាញ់សម្អាតកំណត់ឆ្នេរហាតាមចន្លោះថ្មីជាទូទៅគឺអាចយើងប្រើបានទាំងអ្នកពុតថ្មីនិងអ្នកពុតថ្មីហើយតទៅនឹងការប្រើប្រាស់វិញនៅពេលដែលបងប្អូនចុចសេរីកម្លាំងខ្លាំងខ្សោយហើយបានបងប្អូនអាចធ្វើការដាក់ចូលមាត់ចឹងទៅហើយបងប្អូនអាចធ្វើការបើកដើម្បីធ្វើការបាញ់កំណត់ឆ្នេរហាតាមចន្លោះថ្មីដែលយើងអាចធ្វើការបាញ់ពីលើថ្មីផងហើយនឹងតាមចន្លោះថ្មីខាងក្រោមថ្មីបានដូចគ្នាចំពោះអ្នកពុតថ្មីដូចគ្នាគឺយើងអាចធ្វើការបាញ់សម្អាតកំណត់ឆ្នេរហាតាមចន្លោះថ្មីបានដូចគ្នាយើងអាចសម្អាតថ្មីលើថ្មីក្រោមអីចឹងទៅតទៅប្រភេទក្បាលហ្នឹងគឺ free គឺយើងអាចប្រើសម្រាប់អ្នកពុតថ្មីក៏បានឬអ្នកអត់ពុតថ្មីក៏បានដែរចំពោះការដោះក្បាលវិញគឺបងប្អូនអាចគ្រាន់តែចុចប៊ូតុងខាងក្រោយនេះមកហើយបងប្អូនអាចធ្វើការដកក្បាលបានហើយនៅពេលយើងដោតយើងអត់ចាំបាច់ចុចទេយើងគ្រាន់តែអុកឲ្យលឺកឹកទៅគឺវាចូលងាំរបស់វាហើយតទៅប្រភេទក្បាលនេះគឺសម្រាប់កំណត់ឆ្នេរហាឬកំណត់ក្បាលដែលជាប់តាមកែមថ្មិញឬក៏ក្បាលដែលនៅតាមចន្លោះថ្មិញតិចហ្នឹងឬជាប់នៅដៃថ្មិញប្រេសអ្នកពុតថ្មិញហ្នឹងបងប្អូនអាចធ្វើការសេរីកម្លាំងដូចយើងបញ្ជាក់មុនហ្នឹងកម្លាំងទៅយើងអាចធ្វើការទៅដោះយើងអាចធ្វើការទៅដោះផងអាចធ្វើការបាញ់សម្អាតកំណត់ឆ្នេរហាផងអញ្ចឹងគឺវាលឿនមែនតើគឺវាមុខងារ 2 in 1ទី1សម្អាតកំណត់ក្បាលជាប់តាមចន្លោះថ្មិញឬក៏តាមកោថ្មិញហើយមួយវិញទៀតគឺអាចធ្វើការបាញ់សម្អាតកំណត់ឆ្នេរហាបានទៀតចំពោះប្រភេទក្បាលស្រូចនេះវិញគឺយើងអាចធ្វើការបាញ់សម្អាតកំណត់ឆ្នេរហាដែលជាប់នៅតាមចន្លោះថ្មិញជ្រៅឬក៏អ្នកសម្រាប់អ្នកថ្មិញញឹកអញ្ចឹងគឺយើងអាចធ្វើការបាញ់ហើយមួយវិញទៀតអ្នកពុតថ្មិញក៏គាត់អាចប្រើបានដូចគ្នាអាចធ្វើការបាញ់សម្អាតតាមចន្លោះថ្មិញដែលគាត់កន្លែងណាដែលគាត់មានថ្មិញញឹកឬក៏កំណត់ឆ្នេរហាដែលគាត់ជាប់ជ្រៅនៅតាមចន្លោះថ្មិញចំពោះក្បាលសម្អាតណានេះវិញគឺយើងអាចធ្វើការទៅដោះថ្នមទៅលើណារបស់យើងហើយយើងអាចធ្វើការបើកម៉ាស៊ីនបាញ់ទឹកបានដូចគ្នាបាញ់ដើម្បីសម្អាតកំណត់ក្បាលយើងទៅដោះហើយហ្នឹងឲ្យវាចេញមកចំពោះប្រភេទក្បាលជ្រះនេះវិញគឺដូចទៅនឹងក្បាលជ្រះប្រភេទទូទៅដូចគ្នាគ្រាន់ថាវាមានប្រភេទរំញ័រអីទេប៉ុន្តែវាមាន function មួយដែលអាចធ្វើការបាញ់ទឹកចេញមកតាមប្រឡោះជ្រះនេះបានគឺអាចដោះជាប្រភេទរង្វង់ថ្មិញទាំងលើទាំងក្រោមបានហើយចំពោះអ្នកពុតថ្មិញនេះដូចគ្នាគឺយើងអាចធ្វើការទៅដោះថ្នមពីលើចុះក្រោមហើយនឹងពីក្រោមឡើងមកលើមួយវិញទៀតយើងអាចធ្វើការទៅដោះជាប្រភេទរង្វង់ខាងក្នុងវិញគឺយើងអាចទៅដោះជាប្រភេទរង្វង់បានដូចគ្នាចំពោះក្បាលពីរប្រភេទនេះវិញគឺយើងអាចធ្វើការបាញ់សម្អាតចំមុះបានហើយយើងអាចប្រើជាមួយនឹងស្រោមប្រៃបានហើយចំពោះប្រភេទក្បាលនេះវិញគឺយើងអាចធ្វើការសម្អាតនៅប្រភេទសម្អីថ្មិញតែជាប់នៅកូនថ្មិញឬក៏តាមចន្លោះថ្មិញចឹងទៅជាទូទៅសម្រាប់អ្នកថ្មិញធម្មតាយើងអាចសម្អាតបាន